ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសាគមសាជាថ្មីម្ដងទៀតហើយថ្ងៃនេះដែលខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពាក់ព័ន្ធជាមួយនឹងឆឹងអ៊ីមួយគ្នាដែលយើងអានថាអ៊ីស៊ីនអ៊ីអ៊ីអ៊ីស៊ីនអ៊ីអ៊ីចាអញ្ចឹងចង់ដឹងអត្ថន័យវាយ៉ាងម៉េចយើងមកមើលអត្ថន័យនៃពាក្យនីមួយចាពាក្យថាអ៊ីមានន័យអ៊ីកចាអ៊ីកមានន័យថាមួយស៊ីនមានន័យថាស៊ីនស៊ីនអ៊ីមហាចិត្តគំនិតឬមួយក៏ចេតនាចាពាក្យថាអ៊ីដូចខាងលើដែរគឺអ៊ីកមួយអ៊ីមាន想法ចាការគិតអ៊ីញៀនចាគំនិតចាអញ្ចឹងអត្ថន័យពេញរបស់វាគឺគេសំដៅទៅលើអីគេគឺគេ形容一个人专心专注没有分心全心全意去做一件事ចាអញ្ចឹងខ្ញុំអានម្ដងទៀត形容一个人专心专注没有分心全心全意去做一件事ចាអញ្ចឹងកន្លែងហ្នឹងចង់មានន័យថាមិនគឺគេសំដៅទៅលើមនុស្សចាឬក៏គេពិពណ៌នាទៅលើមនុស្សម្នាក់ដែលគាត់យកចិត្តទុកដាក់ឬក៏ផ្ដោតអារម្មណ៍ដោយអត់បែកចិត្តគំនិតរបស់គាត់ណាហើយគាត់ប្រើទាំងចិត្តទាំងការគិតរបស់គាត់ហ្នឹងគឺទៅធ្វើរឿងមួយច្បាស់លាស់មិនមែនធ្វើរឿងមួយនេះទៅគិតរឿងមួយនោះទេគឺអត់ទេគឺគាត់ធ្វើរឿងមួយហ្នឹងគឺគាត់ផ្ដោតទៅលើកិច្ចការមួយហ្នឹងគាត់អត់បែកអារម្មណ៍អត់បែកគំនិតទេចាអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងមានគោលដៅមួយថាយើងចង់ធ្វើអីមួយចាអញ្ចឹងអ្នកខ្លះគាត់ធ្វើឲ្យគាត់ចាប់ដើមរៀនរែកគាត់អត់បាន focus ទៅលើគោលបំណងឬក៏គោលដៅរបស់គាត់នឹងថាដើរបែបម៉េចក៏អត់ដឹងទេអញ្ចឹងគាត់ងាយនឹងបែកគាត់ចាប់ដើមគិតអត់កើតទេខ្ញុំទៅធ្វើអានេះវិញខ្ញុំធ្វើអានោះវិញអញ្ចឹងណាប៉ុន្តែបើអ៊ីស៊ីនអ៊ីហ្នឹងមានន័យថាគាត់ផ្ដោតទៅលើគោលដៅរបស់គាត់ទៅលើគោលបំណងរបស់គាត់ថាគាត់ចង់បានអីអញ្ចឹងគាត់ធ្វើឲ្យរឿងមួយហ្នឹងឲ្យគេហៅថាឲ្យបានជោគជ័យមកចាអញ្ចឹងមានថាគាត់ជាមនុស្សម្នាក់ដែលផ្ដោតអារម្មណ៍ចាវាមិនមែនសំដៅទៅលើប៉ុណ្ណឹងសំដៅវាអាចថាចិត្តមួយថ្លើមមួយក៏បានដែរនៅក្នុងអត្តន័យស្នេហាចាណាអ៊ីស៊ីនអ៊ីណាគាត់ស្រឡាញ់តែម្នាក់នឹងម្នាក់ឯងចាអញ្ចឹងបើសិនមកនិយាយពីការងារគឺគេនិយាយពីការយកចិត្តទុកដាក់ចាផ្ដោតអារម្មណ៍មកនិយាយពីស្នេហាដូចចិត្តមួយថ្លើមមួយអញ្ចឹង比如他一心一意地读书成绩越来越好他一心一意地读书成绩越来越好កន្លែងហ្នឹងគឺមានន័យថាគាត់យកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រឬក៏ចង់អារម្មណ៍ផ្ដោតអារម្មណ៍នៅលើការរៀនសូត្រអញ្ចឹងពិន្ទុរបស់គាត់យូរទៅកាន់តែល្អទៅចាទី2ឧទាហរណ៍ទី2យើងអានថា他对女朋友一心一意ចាអញ្ចឹងកន្លែងហ្នឹងមានន័យថាមិនមានថាគាត់ចិត្តមួយថ្លើមមួយជាមួយនឹងមិត្តស្រីរបស់គាត់ណាគាត់ចំពោះមិត្តស្រីរបស់គាត់គឺចិត្តមួយថ្លើមមួយគាត់ស្រឡាញ់តែមួយទេចាទី3念佛要一心一意才能入心ចា念佛要一心一意才能入心ណាពេលដែលយើងសូត្រធម៌ចាពេលដែលយើងសូត្រធម៌ចិត្តរបស់យើងហ្នឹងហើយនឹងគំនិតរបស់យើងនឹងត្រូវតែដូចគ្នាត្រូវតែមួយត្រូវតែស្ងប់ចាអញ្ចឹងទើបចិត្តរបស់យើងនឹងទើបអាចចូលទៅជ្រៅឬក៏ស្ងប់បានអញ្ចឹងណាចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាត្រឹមប៉ុណ្ណឹងចាអញ្ចឹង clear ប្រយោគឆងអ៊ីខ្ញុំអានម្ដងទៀតអ៊ីស៊ីនអ៊ីអ៊ីអ៊ីស៊ីនអ៊ីអ៊ីហើយសូមអ្នកទាំងអស់គ្នាពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share អរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ